ពេលថៅកែស្រីនឹងតៃកងឡានសម្រាប់តៃកងឡាននោះស្រាប់តែហ៊ានមកដេកក្បែរថៅកែស្រីថែមទាំងប្រកែកថាខាងក្រៅអង្សាធ្លាក់ដល់ដប98ទៅហើយបើមិនអប់គ្នាទេនោះច្បាស់ជារងាដាច់ខ្យល់ស្លាប់មិនខានថៅកែស្រីលើបែបនេះក៏ជឿស្លងរួចក៏ប្រញាប់អប់កំឡោះនោះយ៉ាងណែនលុះដល់ព្រឹកឡើងថៅកែស្រីក្រោកឡើងរមួលនំចង់ចូលបន្ទប់ទឹកតែគេមិនជប់ឡានទេថែមទាំងហុចកែវទឹករបស់ខ្លួនឲ្យរួចប្រាប់ថាបើមិនចង់បែកផ្លោកនំទេគឺដោះស្រាយក្នុងនឹងទៅនាងខ្លាចគេលួចមើលក៏ប្រកែកញាប់មាត់តែបុរសនោះប្រាប់ថាខាងក្រៅដប90អង្សាបើចុះទៅមិនទាន់ទាំងនំរួចផងគូច្បាស់ជាក៏ញ៉ោអស់មិនខានថៅកែស្រីទោះជាអៀនចង់ជ្រែកដីតែដើម្បីរស់រានមានជីវិតនាងក៏ត្រូវតែបង្ខំចិត្តធ្វើតាមរួចហើយកន្លែងនេះគឺអញ្ចឹងហើយមនុស្សរស់មិនអាចទុកឲ្យស្លាប់ព្រោះទុកនំទេតាឈន់ថ្ងៃក្រោយឯងគុំយកក្មួយនេះទៅប្រាប់គេបានទេស៊ីសំលើការប្រព្រឹត្តរបស់ Jason បងប្រុសសុំរឿងមួយអត់ជួបអីទេសុំអីបន្តិចក៏បានឃើញឡានឯងមានស្រីតាអាកាសធាតុត្រជាក់បែបនេះរាងកាយស្រីខ្សោយណាស់ឲ្យបងឡើងទៅកម្ដៅនាងបន្តិចទៅមើលចាំអញចុះទៅកម្ដៅសាច់ឲ្យពួកឯងអាកូនតាឈន់ប្រយ័ត្នអាសាច់ស្អុយអានេះចង់មកមែនទេកុំអីបងឯងយ៉ាងម៉េចនៅចង់កម្ដៅសាច់ទៀតទេលេងចង់ឲ្យបងទៅឲ្យឆ្ងាយពីមុខអញចេញទៅតាឈន់ឯងពិតជាពូកែខ្លាំងណាស់សូម្បីពួកឡានដឹកទំនិញក៏ខ្លាចឯងដែររឿងកំពេចកំពុកតាហើយកែស្រីគុំសរសើរខ្ញុំពេកអីខ្ញុំអៀនហើយអេតាឈន់ឬមួយពួកយើងពុកមនុស្សហើយមែនទេណែចុះមកកិនជាមកហើយសំលុយមកចុះហើយតាឈន់យើងកិនជាងគេងាប់ហើយខ្ញុំពិតជាសួយធំមែនហើយតាឈន់មកពីខ្ញុំមែនទេទើបនាំរឿងដល់ឯងនោះគុំយំអីចែនៅក្នុងឡាននឹងហើយចាក់សោជាប់គុំចុះមកឲ្យសោះតាឈន់ប្រយ័ត្នខ្លួនផងពួកគេមានគ្នាណាស់បាទសំលុយមកនេះជាពូជាល្អណាស់បើគ្មាន5000ទេគុំសង្ឃឹមថាបានទៅមុខបើគ្មានលុយត្រូវទម្លាក់អីវ៉ាន់ចុះឲ្យអស់ធ្វើស្អីហ្នឹងជប់ព្រៀងទៅពួកឯងចង់ធ្វើស្អី5000ហ៎ជាងនេះមកយ៉ាងហោចណាស់4ម៉ោងហើយសាកសក់ក៏រឹងឡើងដូចដុំថ្មទៅហើយនៅហ៊ានថាអញទៅនឹងបុកទៀតចុះឈាមពណ៌ក្រមើនេះទៀតវាក៏អត់ទៅហើយនេះច្បាស់ជាជាងដែលពួកឯងយកពីកន្លែងផ្សេងមកចាក់ពីលើទេដឹងជប់និយាយច្រើនវានៅក្រោមឡានឯងគឺឯងបុកហើយពួកយើងចាត់ការវាចូលមកអូយ